បាទអញ្ចឹងគឺដល់ពេលដែលយើងត្រូវ set up project យើងហើយបាទគឺយើងប្រើ JDK 21ហើយ Spring Boot version 3បាទអញ្ចឹងឡើយនេះគឺយើងមើលបាទគ្រូ recommend គឺយើងប្រើ version ដូចក្នុងវីដេអូដែលគ្រូបានកំពុងបង្ហាញហ្នឹងអញ្ចឹងបាទអូខេបច្ចុប្បន្នបាទឆ្នាំ2025បាទថ្ងៃទី1ខែមិថុនាណា2025ខែថ្ងៃទី1ខែមិថុនាបាទអញ្ចឹងវីដេអូនេះអាចមើលបានបាទរាប់សិបឆ្នាំបាទអញ្ចឹងគ្នាយើងមើលដល់ស្ថិតនៅក្នុងឆ្នាំណាក៏ដោយបាទសូមអនុវត្តតាម version នៅក្នុងវីដេអូហ្នឹងបាទដើម្បីបាទរលូនណាការសិក្សារលូនកាត់បន្ថយបញ្ហាកាត់បន្ថយ error ណាកាត់បន្ថយ error បាទតែវីដេអូនេះបាទគោលបំណងគឺ learning purpose បាទយកមកស្វែងយល់ concept ផ្សេងបាទប៉ុន្តែនៅពេលយើងធ្វើ system ជាក់ស្ដែងគឺយើងប្រើ version ចុងក្រោយបាទគ្នាយើងកំពុងស្ថិតនៅក្នុងឆ្នាំ2030គឺយើងប្រើ version បាទឆ្នាំ2030មកបាទ JDK ចេញដល់ប៉ុន្មានហើយចេញដល់30ឧទាហរណ៍ Facebook ចេញដល់ version 5ឬក៏ version 6យើងប្រើតាមហ្នឹងមកណាតែនៅក្នុងវីដេអូនេះសូមគ្នាយើង follow តាមគ្រូណាដើម្បីកាត់បន្ថយ error បាទហើយបើគ្នាយើងឃើញ version ផ្សេង copy នៅក្នុងវីដេអូហ្នឹងបាទចូល edit វានៅក្នុង form.xml បាទគ្រូនឹងសូក្នុងពេលឥឡូវនេះបាទអញ្ចឹងយើងបើកGoogle មកហើយ type ដាក់ថា Spring Initializer ណា Spring Initializer នេះខាងលើគេផុត Spring Initializer បាទចុចមកបាទ Spring Initializer បាទអញ្ចឹងក៏ open new tab មកអូខេបាទអញ្ចឹងដោយសារតែគ្រូធ្លាប់បើក website ហ្នឹងច្រើនដងហើយបាទអញ្ចឹងវាចាំបាទ select ផុសគ្រូណាបាទចាំជម្រើសផុសគ្រូអញ្ចឹងយើងប្រើ Java បាទហើយ Maven បាទ Maven ពេញនិយមជាង Gradle ណាបាទអញ្ចឹងប្រើ Maven បាទហើយ version បច្ចុប្បន្ន Spring Boot បាទដែល stable ហ្នឹងគឺ version 3.5.0 នេះបាទហើយគ្នាយើងយក version ដែល stable ណាបាទជិះវាងការប្រើ snapshot version ណា snapshot version ហាមប្រើណាហាមប្រើអញ្ចឹងគឺអាចប្រើមួយនេះក៏បានមួយនេះក៏បានមួយនេះក៏បានបាទតែនៅក្នុងវីដេអូនេះគឺគ្រូប្រើ version មួយនេះណា version មួយនេះបាទអូខេហើយយើងមើលនេះជាការផ្លាស់ប្ដូរដ៏ធំមួយណានេះ version 3.5 ហើយឥឡូវគេអ្នកចិត្តចេញ version 4ហើយណាបាទពីមួយ version ទៅមួយ version បាទចាំគេថា major version បែបនេះគឺការផ្លាស់ប្ដូរដ៏ធំណាបាទយើងរងចាំមើលទាំងអស់គ្នាក៏តែទោះចេញដល់ version ប្រហែលក៏ដោយបាទសូមគ្នាយើងប្រើ version 3.5.0 ណាបាទតាមវីដេអូហ្នឹងយើង follow តាមវីដេអូហ្នឹងបាទយ៉ាងនេះដាក់ package ដាក់គ្រប់ទៅហើយព្រោះថា com visit java school visit.java school បាទនេះ artifact នេះគឺ project name របស់យើង service name របស់យើងបាទគាត់ដាក់ថា room service បាទថាយើងត្រូវ build service ជាច្រើនណាបាទអញ្ចឹង service មួយនេះគឺសំខាន់ជាងគេ room service បាទ room service អញ្ចឹងចាបាទអូខេកន្លែងនេះគ្រូនឹងដាក់ថា room service ដែរ room service បាទ package ជាចាហើយយើងប្រើបាទ Java version 21បាទសាប់ Paco install version 21ណាបាទហើយនេះមាន24ក៏តែគ្រូ recommend ឲ្យយើងប្រើ21សិនប្រើ21ណាបាទគ្នាយើងសិននៅក្នុងឆ្នាំណាក៏ដោយសូមប្រើ version 21បាទដើម្បីអីដើម្បីកាត់បន្ថយភាព error បាទថាតែបាទ library នៅពេលដែលវាខុស version បាទគឺវាអាចខុសគ្នាគ្នាយើងឃើញតាមវីដេអូដើរតែពេលធ្វើខ្លួនឯងវាអត់ដើរវា error បាទអញ្ចឹងសារតែខុស version ហ្នឹងឯងបាទចុះម្ដងទៀតណាដើម្បីសិក្សាជាមួយគ្រូរលូនយើង follow version តាមគ្រូមកបាទ3.5ដែរមកណាបាទអូខេបានប៉ុណ្ណឹងមកយើងអត់ទាន់ generate ទេយើងថែម dependency មួយចំនួនសិនបាទសារដែលយើងប្រើបាទ technology កម្ពុជាហើយ
លក្ខណៈ reactive style បាទអញ្ចឹងគ្រូប្រើ web flop ណានេះ reactive web flop spring reactive web flop បាទមួយបាទ ហើយយើងប្រើលំបូកបាទឲ្យ L មកលំបូកនេះណាលំបូកបាទហើយ dependency មួយទៀតយើងប្រើ MongoDB បាទអញ្ចឹង dependency មួយទៀត MongoDB បាទ MongoDB មាន2មាន3ណាបាទតែយើងប្រើមួយណាយើងប្រើ reactive ណាយើងប្រើ reactive បាទគឺមួយនេះ Spring Data Reactive MongoDB បាទចាត់ច្រឡំរើសមួយនេះយើងយករើសលើបាទ reactive ចុចបាច់មកបាទហើយយើងនឹងមានប្រើ dependency ផ្សេងទៀតបាទតែដំបូងប៉ុណ្ណឹងសិន3ហ្នឹងសិនណាបាទពេលទៅការ time គ្រូបង្ហាញរបៀប time ផ្សេងទៀតបាទឥឡូវយើង generate បាទ generate អូខេបាទតមកគឺយើងអាចមើលនៅក្នុងនេះបានហើយណាបាទបាទអញ្ចឹងយើងចូលនេះមកបាទអញ្ចឹងវាចូល download ទៅណាបាទអញ្ចឹងនៅក្នុង file មួយនេះបាទយើងនឹង zip វា unzip វាបាទបាទឥឡូវគ្រូ copy វាដាក់នៅក្នុងបាទដាក់នៅក្នុង folder នេះចុះបាទសារតែនៅ download យើងលុបចោលគ្រប់ពេលបាទអញ្ចឹងគ្រូដាក់នៅកន្លែងដែលមានសុវត្ថិភាពជាងវាមុនបាទគ្រូ copy វានៅក្នុងនេះចុះបាទ teaching progress ណា teaching progress new folder គាត់ដាក់ថា source code ចុះណា source code សតិចសតិចអស់ដែរបាទ source code បាទហាក់វានៅក្នុងនេះបាទតមកគ្រូ unzip វា double click បណ្ដោយបាទ double click វា unzip នៅក្នុង map បាទអូខេបានប៉ុណ្ណឹងហើយគឺយើងអាចដាក់វាចូលទៅក្នុងបាទ IDE របស់យើងបានហើយបាទយើងចូល file បាទគួរចុចនេះ shortcut ទេបាទគ្នាយើងខ្លះអត់តន់ចេះប្រើ tool ស្ទាត់បាទអញ្ចឹងគ្រូចូលតាមតាណានេះចុះបាទ file import ហើយយក Maven existing Maven ណា existing Maven project បាទចុច double click វាមកហើយយើង browse រកទីតាំងវានៅណាមិញយើងដាក់នៅក្នុងបាទteaching process នេះណា source code អូខេដល់នឹងប្រហើយបាទអញ្ចឹងវាចាប់បានហើយយើងចុច finish មកបាទវានឹងបាន import បាទចុចនឹងមកបាទហើយវានឹង download dependency ផ្សេងណាបាទណា download ចា download អីមកបាទអូខេបានប៉ុណ្ណេះមកជាការស្រេចបាទហើយគ្នាយើងចូលមើលនេះចូលមើលនៅក្នុង form file ហើយយើងត្រូវផ្ទៀងផ្ទាត់ណាបាទក្នុងវីដេអូនេះគឺគ្រូប្រើ Spring Boot version 3.5.0 ណា 3.5.0 បាទហើយខាងក្រោមនេះគឺអត់មាន link ជាមួយនឹង version ណាទាំងអស់អត់មានទេណាអត់មាន version ណាទាំងអស់អត់មានទេគាត់តែបញ្ជាក់តាមនៅក្នុងហ្នឹងគឺយើងប្រើ JDK 21ហើយ Spring Boot version 3.5 បាទគ្នាយើងកំពុងស្ថិតនៅក្នុងបាទឆ្នាំ2026 2027ឬក៏ឆ្នាំណាក៏ដោយបាទដែល select version នេះខុសពី 3.5.0 ឧទាហរណ៍ថាយើងប្រើ version 4 ឧទាហរណ៍ណា 4.0.0 បាទគ្នាយើងត្រូវចូលមកក្នុង form file នេះកែដាក់ version 3.5.0 ណាបាទហ្នឹងគ្រូបញ្ជាក់ម្ដងទៀតណាបាទដើម្បីឲ្យការសិក្សាតាមវីដេអូមួយគ្រូហ្នឹងរលូនបាទប៉ុណ្្នឹងមកជាការស្រេចបាទអូខេ